បើយើងដល់ពេលម៉ោងថ្វាយបង្គំព្រះជាមួយគ្នាទៀតហើយនៅរសៀលថ្ងៃអាទិត្យត្រូវនៅថ្ងៃទី2ខែវិច្ឆិកាឆ្នាំ2025ថ្ងៃនេះមានចំណងជើងថ្មីនៅក្នុងព្រះគម្ពីរហេព្រើរដែលមានចំណងជើងថាចូលសម្លឹងមើលទៅមុខដើម្បីរង្វាន់ចូលសម្លឹងមើលទៅមុខដើម្បីរង្វាន់នៅក្នុងព្រះគម្ពីរហេព្រើរចំពុក11ខ23ទៅដល់ខ26បានសរសេរយ៉ាងដូចនេះថាដោយសារសេចក្តីជំនឿកាលម៉ូសេបានកើតមកនោះឪពុកម្ដាយបានលាក់លោកទុក3ខែអត់មាននឹកខ្លាចដល់បញ្ញត្តិរបស់ស្ដេចឡើយពីព្រោះបានឃើញថាជាកូនថ្លោះល្អដោយសារសេចក្តីជំនឿលុះលោកធំហើយនោះលោកមិនព្រមឲ្យគេហៅខ្លួនជាកូនរបស់បុត្រីផារ៉ោនទេលោកស៊ូរងទុក្ខលំបាកជាមួយនឹងរាជរបស់ព្រះជាជាងមានសេចក្តីអំណរខាងអំពើបាបដែលនៅតែមួយផ្លែតនោះវិញដោយបានរាប់សេចក្តីដំណៀលដែលគេថ្មាស់ដៀលដល់ព្រះគ្រីស្ទទុកជាទ្រព្យសម្បត្តិប្រសើរជាងអស់ទាំងរបស់ថ្លៃវិសេសនៅស្រុកអេស៊ីបត្បិតលោកសម្លឹងចំទៅឯរង្វាន់វិញត្បិតលោកសម្លឹងចំទៅឯរង្វាន់វិញគោលបំណងនៃមេរៀនថ្ងៃនេះគឺចង់រំលឹកដាស់តឿនដល់លោកអ្នកបងប្អូននិងខ្ញុំដែលជាគ្រីស្ទបរិស័ទអំពីសារៈសំខាន់នៃសេចក្តីជំនឿអំពីភាពក្លាហាននៅក្នុងការឈរការពារសេចក្តីពិតរបស់ព្រះនិងអំពីតម្លៃដ៏អស្ចារ្យនៃទ្រព្យសម្បត្តិខាងឯវិញ្ញាណសេចក្តីផ្ដើមសូមថ្វាយការសរសើរដល់ព្រះយេស៊ូវជាព្រះអង្គម្ចាស់និងជាព្រះអង្គសង្គ្រោះរបស់យើងទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃដែលប្រកបទៅដោយព្រះពរនិងព្រះគុណដែលយើងបានចូលមកថ្វាយបង្គំព្រះជាមួយគ្នាព្រមទាំងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គផងដែរមុននឹងយើងចាប់ផ្ដើមសូមបានអធិដ្ឋានជាមួយខ្ញុំជាមុនសិនព្រះយេស៊ូវឲ្យគុណសូមអរព្រគុណទ្រង់ដែលព្រះអង្គគឺជាព្រះបានបង្កើតផ្ទៃមេឃនិងផែនដីហើយបង្កើតយើងខ្ញុំដែលជាមនុស្សមកពីធូលីដីព្រមទាំងផ្ដល់ខ្យល់ដង្ហើមឲ្យអាចរស់មកដល់សពថ្ងៃសរសើរដំណើរព្រះអង្គហើយគុណសូមអរព្រគុណទ្រង់សម្រាប់ព្រះបន្ទូលថ្ងៃនេះដែលទ្រង់បង្រៀនសូមព្រះទ្រង់បើកចំហដួងចិត្តយើងខ្ញុំឲ្យអាចនឹងស្ដាប់យល់អំពីអត្ថន័យនិមួយគ្រប់ពាក្យគ្រប់ម៉ាត់ទាំងអស់ឲ្យទូលបង្គំអាចក្រេបជញ្ជក់យកទៅអនុវត្តនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃសូមឲ្យទូលបង្គំទាំងអស់គ្នាបានคล้ายទៅជាអំបិលនិងជាពន្លឺនៅផែនដីជាអ្នកដែលពំនាំយកព្រះបន្ទូលដែលជាដំណឹងល្អរបស់ទ្រង់ផ្សព្វផ្សាយទៅដល់លោកអ្នកបងប្អូនដែលមិនទាន់ជឿព្រះអង្គនៅឡើយគុណសូមអរព្រគុណទ្រង់ហើយសូមអធិដ្ឋានទូលថ្វាយក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសួស្តីលោកអ្នកបងប្អូនទាំងអស់គ្នាជាទីគោរពស្រឡាញ់និងរាប់អានពិតជារីករាយណាស់ដែលយើងបានជួបគ្នានៅក្នុងព្រះដំណាក់របស់ព្រះអង្គម្ចាស់នៅរសៀលថ្ងៃអាទិត្យដ៏ស្រស់ស្អាតមួយនេះនៅពេលដែលខ្ញុំសម្លឹងមើលមុខរបស់លោកអ្នកបងប្អូនដែលកំពុងតែអង្គុយនៅទីនេះខ្ញុំបានមើលឃើញមានលោកអ្នកបងប្អូនខ្លះបានឆ្លងកាត់ព្យុះភ្លៀងបានប្រឈមនឹងបញ្ហាដ៏លំបាកលំបិនប៉ុន្តែគាត់នៅតែបន្តបង្ហាញខ្លួនដោយស្មោះត្រង់ដើម្បីថ្វាយបង្គំព្រះមហាក្សត្ររបស់យើងថ្ងៃនេះខ្ញុំចង់និយាយទៅកាន់ដួងចិត្តរបស់លោកអ្នកម្នាក់អំពីអ្វីមួយដែលអាចផ្លាស់ប្ដូរនៅរបៀបដែលយើងមើលឃើញរាល់ការសាកល្បងរាល់ការតស៊ូនិងរាល់រដូវកាលនៃការរងចាំនៅក្នុងឆាកជីវិតរបស់យើងសូមលោកអ្នកបងប្អូនទាំងអស់គ្នាធ្វើការស្រមៃមើលមួយផ្លែថាតើលោកអ្នកបងប្អូនកំពុងសម័យមើលមួយផ្លែថាលោកអ្នកបងប្អូនកំពុងតែ
รถมาราธอนคือគេរត់ប្រណាំងរយៈចម្ងាយឆ្ងាយហើយគេរត់អត់លបឿនលឿនទេគេរត់ត្រឹកតិចកាច់ចកេះកាច់អីផងចឹងទៅបាទស្រមៃថាលោកអ្នកបងប្អូនកំពុងតែរត់ម៉ារ៉ាតុងរយៈចម្ងាយឆ្ងាយរត់ពី1គីឡូទៅ1គីឡូពី1គីឡូទៅ1គីឡូម៉ែត្រទៀតដល់រត់យូរទៅជើងរបស់លោកអ្នកបងប្អូនកាន់តែធ្ងន់ទៅលើកលែងចង់រួចធ្ងន់ទៅលើកលែងចង់រួចដង្ហើមរបស់លោកអ្នកបងប្អូនក៏ហត់ខ្លាំងមែនទែនហត់ទៅសឹងតែដកដង្ហើមអត់ដល់គ្នាហើយជំហានដែលលោកអ្នកបងប្អូនបោះមួយជំហានរត់ម៉ារ៉ាតុងហ្នឹងដូចជាមានអារម្មណ៍ថាពិបាករត់តែម្ដងតែបន្ទាប់ពីលោកអ្នកបងប្អូនបានរត់ទៅដល់ជុំចុងក្រោយបានរត់ទៅដល់ជុំចុងក្រោយលោកអ្នកបងប្អូនក្រឡេកភ្នែកទៅស្រាប់តែឃើញគំនុះផ្ដាច់ព្រាត់ឬក៏គំនុះចុងបញ្ចប់នៅពេលដែលភ្នែកលោកអ្នកបងប្អូនបើក្រឡេកឃើញគំនុះនោះភ្លាមការឈឺចាប់របស់លោកអ្នកបងប្អូនហាក់ដូចជារលាយបាត់អស់ហាក់ដូចជាមិនសូវជាធ្ងន់ធ្ងរពេកទេមិនដូចពីអត់ទាន់មើលឃើញទេហាក់ដូចជាមិនស្រពន់ជើងហាក់ដូចជាមិនហត់ទេរួមផ្សំនឹងការទះដៃអបអរសាទរពីទស្សនិកជនពីលោកអ្នកបងប្អូនដែលឈរមើលរាប់ពាន់រាប់ម៉ឺនអ្នកផងនោះវាបានផ្ដល់ជាធម្មពលដល់លោកអ្នកវិញបានផ្ដល់ជាធម្មពលដល់លោកអ្នកកាន់តែខ្លាំងឡើងពានរង្វាន់កាលណាយើងឃើញបន្ទាត់ចុងក្រោយយើងសង្ឃឹមថានឹងបានពានរង្វាន់ហើយពានរង្វាន់ដែលរងចាំនៅចុងបញ្ចប់ធ្វើឲ្យជំហានដ៏លំបាកនីមួយហ្នឹងត្រឡប់ទៅជាជំហានដ៏មានតម្លៃវិញទៅជាជំហានដ៏មានតម្លៃមួយជំហានដែលលោកអ្នកបងប្អូនរត់ម៉ារ៉ាតុងហ្នឹងហើយត្រឡប់ទៅជាជំហានដែលមានតម្លៃលោកអ្នករកឃើញកម្លាំងដែលលោកអ្នកមិនដឹងថាបានមកពីណាលោកអ្នករកឃើញកម្លាំងដែលមិនដឹងថាវាកើតមានយ៉ាងដូចម្ដេចព្រោះលោកអ្នកបានឃើញរង្វាន់នៅខាងមុខដល់ពេលឃើញរង្វាន់នៅខាងមុខចឹងស្រាប់តែមានកម្លាំងព្រឺតែម្ដងហើយអាកម្លាំងដែលមានវាមិនដឹងមានដោយរបៀបម៉េចវាមិនដឹងថាបានមកពីណាអញ្ចឹងមានកម្លាំងតែម្ដងកំពុងតែអស់កម្លាំងទុនដៃទុនជើងហើយឃើញរង្វាន់ស្រាប់តែមានកម្លាំងវិញអញ្ចឹងលោកអ្នកបងប្អូនជាទីគោរពស្រឡាញ់រាប់អានហើយរសៀលថ្ងៃអាទិត្យនេះខ្ញុំចង់និយាយជាមួយលោកអ្នកអំពីការសម្លឹងមើលទៅមុខដើម្បីរង្វាន់មិនមែនជារង្វាន់បណ្ដោះអាសន្នអ្វីនោះទេមិនមែនជារង្វាន់បណ្ដោះអាសន្នដែលពិភពលោកនេះនឹងរៀបចំជូនលោកអ្នកបងប្អូននោះទេប៉ុន្តែជារង្វាន់ដ៏នៅអកលជានិច្ចវិញជារង្វាន់ដែលកំពុងតែរងចាំលោកអ្នកគ្រប់រូបដែលដើរតាមព្រះយេស៊ូវដោយស្មោះត្រង់ចំពោះជំនឿលើព្រះយេស៊ូវគ្រីស្ទដែលដើរដោយស្មោះត្រង់ចំពោះជំនឿលើអង្គព្រះយេស៊ូវគ្រីស្ទនៅក្នុងពិភពលោកមួយដែលតែងតែដាក់សម្ពាធទៅលើការផ្ដោតការយកចិត្តទុកដាក់ទៅលើភាពភ្លាមផ្លែតលទ្ធផលដែលបានភ្លាមនិងសេចក្តីសប្បាយរីករាយបណ្ដោះអាសន្នពិភពលោកនេះផ្ដល់ឲ្យយើងនៅអ្វីដែលភ្លាមរហ័សទាន់ចិត្តvà សប្បាយបណ្ដោះអាសន្នយើងត្រូវកែសម្រួលមូលរំកិលកម្រិតចក្ខុវិស័យរបស់យើងឡើងវិញយើងត្រូវកែសម្រួលមូលកម្រិតចក្ខុវិស័យរបស់យើងឡើងវិញកែសម្រួលវាសរេវាមូលរំកិលវាឲ្យទៅចំទិសដៅហើយបដោតភ្នែករបស់យើងទៅលើអ្វីដែលសំខាន់ពិតប្រាកដយើងរស់នៅលើផែនដីនេះកម្រិតនៃភ្នែករបស់យើងវាតែងតែប្រែប្រួលវាប្រែប្រួលទៅមើលរបស់ដែលរហ័សរបស់ដែលភ្លាមរបស់ដែលមិនពិតរបស់ដែលមិនសំខាន់របស់ដែលបណ្ដោះអាសន្នអញ្ចឹងវារលងវារំកិលទៅអស់នឹងអញ្ចឹងយើងត្រូវតែសម្រួលយើងត្រូវតែកែសម្រួលមូលសរេវាឲ្យ
កម្រិតរបស់វាឲ្យត្រឹមត្រូវវិញលោកសាវកពោលលោកបានយល់ស៊ីជម្រៅអំពីគោលការណ៍នេះនៅក្នុងព្រះគម្ពីរកូរិនថូសខ្សែទី2ជំពូក4ខ17ទៅដល់ខ18លោកបានសរសេរថាត្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំដែលនៅតែមួយផ្លែតនេះនោះបង្កើតឲ្យយើងខ្ញុំមានសេរីល្អយ៉ាងធ្ងន់លើសលប់ដល់នៅអកលជានិច្ចវិញខ18ដោយយើងខ្ញុំមិនរាប់អានរបស់ដែលមើលឃើញឡើយគឺរាប់អានតែរបស់ដែលមើលមិនឃើញវិញត្បិតរបស់ដែលមើលឃើញនោះស្ថិតស្ថេរមិនយូរប៉ុន្មានទេតែឯរបស់ដែលមើលមិនឃើញនោះនៅស្ថិតស្ថេរអកលជានិច្ចវិញនៅស្ថិតស្ថេរអកលជានិច្ចវិញលោកអ្នកបងប្អូនហើយលោកសាវកប៉ុលហៅបញ្ហាដែលគាត់បានជួបប្រទះក៏ដូចជាបញ្ហាដែលយើងបាននឹងកំពុងតែជួបប្រទះថាស្រាលហើយតែមួយផ្លែតទេតែមួយផ្លែតមានន័យថាជាលក្ខណៈបណ្ដោះអាសន្នទេណាស្រាលហើយតែមួយផ្លែតទេគាត់និយាយថាស្រាលថាតែមួយផ្លែតទេមិនមែនមានន័យថាដោយសារវាមិនឈឺចាប់វាឈឺចាប់ណាវាឈឺចាប់វាលំបាកលំបិនយ៉ាប់អីលិចសពើលិចកណូតលិចអីអត់បែកហើយទឹកស្បវាឈឺចាប់ត្រូវបានគេវាយត្រូវបានគេចាប់ដាក់គុកវាឈឺចាប់ប៉ុន្តែវាស្រាលទេវាមួយផ្លែតទេវាគ្រាន់តែជាបណ្ដោះអាសន្នប៉ុណ្ណោះឯងមិនមែនមានន័យមិនមែនដោយសារតែវាមិនឈឺចាប់ឬមិនមែនដោយសារតែមិនសំខាន់អ្វីនោះទេប៉ុន្តែដោយសារតែនៅពេលដែលយើងធ្វើការប្រៀបធៀបទៅនឹងទម្ងន់ដ៏ធ្ងន់នៃភាពអកលជានិច្ចនៃសេរីល្អដែលកំពុងតែរងចាំយើងបញ្ហាទាំងអស់នោះវាត្រឡប់ទៅជាស្រាលយើងយកបញ្ហាទាំងអស់ហ្នឹងទៅប្រៀបធៀបជាមួយនឹងភាពអកលជានិច្ចទៅប្រៀបធៀបជាមួយនឹងសេរីល្អសេរីរុងរឿងរបស់ព្រះជាម្ចាស់អាបញ្ហាទាំងអស់ហ្នឹងវាត្រឡប់ទៅជាស្រាលហើយវាត្រឡប់ទៅជាមួយផ្លែតជាលក្ខណៈបណ្ដោះអាសន្នវិញទេសនៈដ៏អកលនេះគឺជាអ្វីដែលបានអនុញ្ញាតឲ្យគ្រីស្ទបរិស័ទគឺលោកអ្នកបងប្អូនកាលពីចំនួនដើមដំបូងនោះគ្រីស្ទបរិស័ទចំនួនដើមដំបូងប្រឈមមុខនឹងការបៀតបៀនមែនប៉ុន្តែគាត់មានអំណរគ្រីស្ទបរិស័ទសម័យដើមត្រូវបានគេចាប់ដាក់គុកត្រូវបានគេសម្លាប់ត្រូវបានគេនិរទេសត្រូវបានគេអីធ្វើបាបសពបែបយ៉ាងគាត់ត្រូវបានគេបៀតបៀនមែនក៏ប៉ុន្តែគាត់មានសេចក្តីអំណរណាគាត់មានសេចក្តីអំណរពួកគាត់ស៊ូទ្រាំជាមួយនឹងការលំបាកលំបិនមែនប៉ុន្តែនៅក្នុងនោះមានសេចក្តីសង្ឃឹមមានអ្នកខ្លះគាត់លំបាកលំបិននៅក្នុងជីវិតគាត់អស់សង្ឃឹមអត់មានសេចក្តីសង្ឃឹមបាទប៉ុន្តែគ្រីស្ទបរិស័ទចំនួននោះក៏ដូចជាចំនួននេះពិតមែនតែគាត់ជួបការលំបាកគាត់ស៊ូទ្រាំបាទក៏ដោយក៏គាត់មានសេចក្តីសង្ឃឹមហើយគាត់បម្រើព្រះដោយការលះបង់អ្នកដែលលះបង់ខ្ញុំមានឃើញតែនៅក្នុងជីវិតរបស់គ្រីស្ទបរិស័ទដែលស្មោះត្រង់នឹងជំនឿទេបាទស្មោះត្រង់នឹងជំនឿទេខ្ញុំហើយញឹកអានេះតិចវាចេះតែហៀសបមកគាត់លះបង់មែនតែគាត់មានអំណរដែរណាគាត់មានអំណរថ្ងៃនេះយើងនឹងស្វែងយល់ពីសេចក្តីសំខាន់ចំនួន3សេចក្តីពិតសំខាន់ចំនួន3អំពីការសម្លឹងមើលទៅមុខដើម្បីរង្វាន់ដែលព្រះបានរៀបចំសម្រាប់អ្នកដែលស្រឡាញ់ទ្រង់រង្វាន់ព្រះរៀបចំមែនប៉ុន្តែរៀបចំសម្រាប់អ្នកណាទេសម្រាប់អ្នកដែលស្រឡាញ់ព្រះសម្រាប់អ្នកដែលស្រឡាញ់ទ្រង់អ្នកដែលកោតខ្លាចព្រះមិនមែនរង្វាន់រៀបចំសម្រាប់មនុស្សអត់កោតខ្លាចព្រះអត់យកចិត្តទុកដាក់នឹងព្រះទេអ្នកដែលស្រឡាញ់ព្រះពិតជាទទួលបានរង្វាន់មែនយើងនឹងស្វែងយល់ពីរបៀបដែលទស្សនៈដ៏អកលនេះអាចផ្លាស់ប្ដូរកាលានុវត្តភាពបច្ចុប្បន្នរបស់យើងពង្រឹងជំនឿរបស់យើងនៅក្នុងអំឡុងពេលដ៏លំបាកនិងជំរុញយើងឲ្យរស់នៅដោយមានគោលបំណងពិតប្រាកដគោលបំណងច្បាស់លាស់
ឥឡូវយើងចូលមេរៀនតូចទី1ខ្ញុំបានជម្រាបអំបញ្ញមិញយើងនឹងស្វែងយល់សេចក្តីពិតចំនួន3ឥឡូវសេចក្តីពិតចំនួន1សេចក្តីពិតដ៏សំខាន់ទី1តើជាអ្វីទៅសេចក្តីពិតដ៏សំខាន់ទី1នោះគឺលក្ខណៈនៃរង្វាន់ដ៏អស្ចារ្យរង្វាន់មានច្រើននៅក្នុងប្រទេសកម្ពុជាយើងឃើញមានរង្វាន់ច្រើនប្រភេទច្រើនបែបច្រើនយ៉ាងប៉ុន្តែយើងមិនសិក្សាអំពីរង្វាន់នោះទេយើងមកមើលលក្ខណៈនៃរង្វាន់អស្ចារ្យវិញតើរង្វាន់នឹងមានលក្ខណៈដូចម្តេចទៅលក្ខណៈនៃរង្វាន់អស្ចារ្យមានចំណុចកខកយ៉ាងទៅកវាត្រូវបានរៀបចំដោយព្រះជាម្ចាស់ផ្ទាល់រង្វាន់នឹងព្រះជាម្ចាស់ជាអ្នករៀបចំមិនមែនពានរង្វាន់របស់ឯកឧត្តមនេះរបស់សម្ដេចនេះឬក៏របស់អ្នកណាទេតែរង្វាន់នឹងគឺជាព្រះទ្រង់ជាអ្នករៀបចំផ្ទាល់រង្វាន់ Nobel ក៏មិនមែនព្រះជាអ្នករៀបចំដែរមនុស្សជាអ្នករៀបចំអញ្ចឹងណាអ្នកណាដែលគាត់កសាងសន្តិភាពដែលអីធ្វើល្អហើយមានគេឈ្មោះបោះសម្លេងគាត់ទទួលបាននៅរង្វាន់នឹងមានមនុស្សជាច្រើនបានរង្វាន់នឹងដែរប៉ុន្តែរង្វាន់នេះលក្ខណៈសម្បត្តិទី1របស់វាព្រះជាអ្នករៀបចំនៅផ្ទាល់រឿងដំបូងដែលយើងត្រូវយល់អំពីរង្វាន់ដ៏អស្ចារ្យរបស់យើងគឺថាវាមកពីបេះដូងរបស់ព្រះវរបិតារង្វាន់ហ្នឹងមកពីព្រះមកពីបេះដូងរបស់ព្រះវរបិតាហេតុអីបានមកពីបេះដូងអញ្ចឹងដោយសារតែព្រះទ្រង់ជាអ្នករៀបចំដោយសារតែព្រះអង្គជាអ្នករៀបចំរង្វាន់ហ្នឹងព្រះអង្គមានបំណងព្រះハរតេរៀបចំរង្វាន់សម្រាប់អ្នកដែលស្រឡាញ់ទ្រង់ហ្នឹងអញ្ចឹងបានយើងហៅថាលក្ខណៈទី1ហ្នឹងគឺហើយព្រះអង្គរៀបចំដោយផ្ទាល់អង្គទ្រង់វាជារង្វាន់ដែលចេញមកពីប្រអប់បេះដូងរបស់ព្រះបិតាម្ចាស់ឋានសួគ៌នៃយើងនៅក្នុងព្រះគម្ពីរយូហានចំពុក14ខ2ដល់ខ3បានប្រាប់យើងយ៉ាងដូចនេះថាព្រះយេស៊ូវធានាដល់ពួកសិស្សរបស់ទ្រង់ថានៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំមានទីលំនៅជាច្រើនពុំនោះខ្ញុំបានប្រាប់អ្នករាល់គ្នាហើយខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នាបើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នានោះខ្ញុំនឹងត្រឡប់មកវិញនឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរសូមទឹកទៅលោកអ្នកបងប្អូនជាទីគោរពស្រឡាញ់និងរាប់អានសូមកត់សម្គាល់ការចូលរួមដោយផ្ទាល់របស់ព្រះយេស៊ូវគ្រីស្ទក្នុងការរៀបចំកន្លែងស្នាក់នៅដ៏អស្ចារ្យជានិច្ចរបស់យើងការរៀបចំកន្លែងស្នាក់នៅដ៏អស្ចារ្យជានិច្ចរបស់យើងមានព្រះយេស៊ូវគ្រីស្ទព្រះអង្គជាអ្នករៀបចំvàចូលរួមរៀបចំកន្លែងនោះមិនមែនជាការរៀបចំទូទៅទេកន្លែងនោះមិនមែនជាការរៀបចំទូទៅហើយមានទំហំតែមួយសម្រាប់ឲ្យយើងរាល់គ្នាទៅចូលស្នាក់នៅមកបន្ទប់នឹងទាំងអស់គ្នាមកផ្ទះនឹងទាំងអស់គ្នាទេព្រះដ៏ជាព្រះដែលបង្កើតសកលលោកទាំងមូលជាព្រះដែលមានបន្ទូលអំពីកាឡាក់ស៊ីទ្រង់កំពុងតែរៀបចំកន្លែងស្នាក់អាស្រ័យរបស់យើងនៅឯនគរឋានសួគ៌សម្រាប់យើងម្នាក់ផ្ទាល់ខ្លួននៅពេលដែលព្រះយេស៊ូវប្រើពាក្យថារៀបចំគឺជាពាក្យដូចគ្នាដែលប្រើសម្រាប់រៀបចំអ្វីឲ្យបានរួចរាល់កាលណារៀបចំសំដៅទៅលើរៀបចំអ្វីមួយយ៉ាងឬក៏ច្រើនយ៉ាងឲ្យបានរួចរាល់រៀបចំវាឲ្យល្អឥតខ្ចោះរៀបចំវាដោយមានការធានាថាផ្នែកមួយនៃផ្ទះនៃទីស្នាក់អាស្រ័យព្រះអង្គបានរៀបចំនោះគឺត្រឹមត្រូវមិនមែនជាកន្លែងគ្រាន់តែយើងចូលទៅនៅស្រាប់តែរបូតស្រាប់តែរលំទេពាក្យរៀបចំគឺមានយ៉ាងដូចនោះឯងលោកអ្នកបងប្អូនសូមយើងសាកគិតអំពីទីកន្លែងដ៏ស្រស់ស្អាតបំផុតដែលលោកអ្នកបងប្អូនធ្លាប់ទៅលេងបាទលោកអ្នកបងប្អូនធ្លាប់ទៅលេងឬក៏ធ្លាប់ទៅទស្សនាលោកអ្នកបងប្អូនដែលធ្លាប់ទៅលេងកន្លែងស្អាតណាទេនៅក្នុងប្រទេសយើង
នៅក្នុងប្រទេសយើងមានកន្លែងដែលយើងត្រូវដើរកម្សាន្តច្រើនដែរមានខេត្តខ្លះជាខេត្តដែលមានអរិយធម៌វប្បធម៌ច្រើនអីចឹងមានខេត្តខ្លះសម្បូរជួរភ្នំខ្លះមានសមុទ្រខ្លះមានជាទីហើយគួរពេចពើមើលមានច្រើនលោកអ្នកប្រហែលជាធ្លាប់ទៅមើលថ្ងៃលិចដ៏ស្រស់ស្អាតនៅឯឆ្នេរសមុទ្រនៅឯនាយឆ្នេរសមុទ្របុកខ្មែរយើងអ្នកខ្លះគេរងចាំថ្ងៃលិចកពូលប្រាសាទអង្គរវត្តចឹងទៅឬក៏គេឡើងទៅលើភ្នំបាក់ខែងមើលថ្ងៃលិចអីចឹងទៅស្រស់ស្អាតណាហើយអ្នកខ្លះទៅភ្នំសំពៅទៅមើលពជាវហោះអីចឹងទៅហោះចេញពីរូងឯងមានទិដ្ឋភាពស្អាតស្អាតជាច្រើនអ្នកខ្លះក៏ប្រហែលជាធ្លាប់បានមើលជួរភ្នំយើងមានជួរភ្នំក្រវាញយើងមានជួរភ្នំដងរែកយើងមានជួរភ្នំអីដ៏ស្រស់ស្អាតដ៏មហិមារបស់ខ្មែរយើងអ្នកខ្លះទៀតប្រហែលជាដើរទៅលេងតាមសួនច្បារបាទសួនច្បារដ៏ស្ងប់ស្ងាត់ដែលមានផ្កាបុប្ផារិចស្គុះស្គាយភាយក្លិនក្រអូបឈ្ងុយឈ្ងប់ដែលមិនអាចបំភ្លេចបានជាដើមចឹងយើងពិតជាអរព្រគុណដល់ព្រះជាម្ចាស់ដែលទ្រង់បានបង្កើតរបស់ទាំងអស់នឹងមកធ្វើឲ្យយើងទទួលបាននៅសម្រស់គួរពេចពិលរមិលមើលបាទលោកអ្នកបងប្អូនជាទីគោរពស្រឡាញ់រាប់អានព្រះអង្គដែលបានបង្កើតសម្រស់នៅលើផែនដីនេះទ្រង់កំពុងតែធ្វើអ្វីទ្រង់កំពុងតែរៀបចំអ្វីមួយដ៏អស្ចារ្យជាងនេះទៅទៀតសម្រាប់កូនស្ងួនផ្គារបស់ព្រះអង្គម្នាក់គឺព្រះអង្គមានព្រះបន្ទូលនៅក្នុងព្រះគម្ពីរយ៉ូហានចំពុក14មិញហ្នឹងខ2ខ3ហ្នឹងថាព្រះអង្គរៀបចំដំណាក់នៅឯនគរឋានសួគ៌ព្រះអង្គកំពុងតែរៀបចំដំណាក់សម្រាប់លោកអ្នកបងប្អូនម្នាក់អ្វីដែលយើងត្រូវធ្វើរក្សាសេចក្តីជំនឿរបស់យើងឈរឲ្យមាំមួនហើយរងចាំរង្វាន់ដ៏អស្ចារ្យដែលនឹងប្រទានមកដល់យើងដែលយើងជាអ្នកស្រឡាញ់ព្រះអង្គនោះនៅក្នុងព្រះគម្ពីរកូរិនថូសខ្សែទី1ចំពុក2ខ9លោកសាវកពូលបានដកស្រង់សម្ដីរបស់ហោរ៉ាអេសាយដែលបានយកមកសរសេរកែកុនខ្លះថាដូចមានសេចក្តីចែងទុកមកថាសេចក្តីដែលភ្នែកមិនដែលឃើញត្រចៀកមិនដែលឮហើយចិត្តនឹកមិនដែលដល់គឺសេចក្តីនោះឯងដែលព្រះបានរៀបចំទុកសម្រាប់ពួកអ្នកដែលស្រឡាញ់ទ្រង់លោកសាវកពូលគាត់យកមកគាត់សរសេរយ៉ាងដូចនេះសម្ដីនេះភាគច្រើនជាសម្ដីរបស់ហោរ៉ាអេសាយដែលគាត់បានដកស្រង់មកយើងទៅមើលហោរ៉ាអេសាយមើលហើយលោកសរសេរបែបដូចម្ដេចវិញនៅក្នុងព្រះគម្ពីរអេសាយចំពុក64ខ4សរសេរថាត្បិតចាប់តាំងពីបុរាណចាស់បុរាណមកមនុស្សលោកមិនដែលឮក៏មិនដែលដឹងដោយសារត្រចៀកហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីទ្រង់ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ទ្រង់ឡើយលោកហោរ៉ាអេសាយគាត់និយាយចឹងហើយលោកសាវកពូលគាត់បានដកស្រង់សម្រង់ពាក្យខ្លះហើយគាត់បានបន្ថែមពាក្យដទៃទៀតមិនដូចគ្នាទាំងស្រុងប៉ុន្តែអត្ថន័យដូចគ្នាបែបដែរលោកអ្នកបងប្អូនណាចិត្តដែលមានដែនកំណត់ចិត្តរបស់យើងដែលមានដែនកំណត់ដែលមានព្រំដែនមិនអាចចាប់ផ្ដើមយល់អំពីអ្វីល្អដែលកំពុងរងចាំយើងនោះទេចិត្តដែលអត់មានដែនកំណត់របស់យើងចិត្តដែលគ្មានព្រំដែនរបស់យើងអត់អាចយល់អំពីសេរីល្អដែលកំពុងតែរងចាំយើងនៅថ្ងៃខាងមុខទេប៉ុន្តែយើងអាចទុកចិត្តលើចរិតលក្ខណៈរបស់ព្រះជាម្ចាស់ដែលជាព្រះនៃយើងព្រះអង្គល្អឃើញទេយើងតែនិយាយថាព្រះអង្គល្អរាល់វេលាអាមែនព្រះអង្គយើងទ្រង់មានលក្ខណៈសម្បត្តិល្អទ្រង់ស្រឡាញ់ហើយទ្រង់ប្រទានអំណោយដ៏ល្អឥតខ្ចោះដល់កូនស្ងួនភ្ងារបស់ព្រះអង្គយើងចូលចំណុចខនិយាយអំពីលក្ខណៈសម្បត្តិនៃរង្វាន់អកលហ្នឹងមិនពុករលួយនិងអកលជានិច្ចរង្វាន់ដែលព្រះអង្គរៀបចំឲ្យយើងដោយផ្ទាល់នឹងមិនពុករលួយមិនតែប៉ុណ្្នឹងទេគឺអកលជានិច្ចមិនដូចជារង្វាន់នៅផែនដីដែលរស័តបាត់ទៅដែលច្រេះចាប់ច្រេះស៊ីហើយអាចនឹងត្រូវបានគេលួចទុកមិនស្រួលគេលួចបាត់
រង្វាន់ដ៏អស្ចារ្យរបស់យើងគឺមិនអាចរលួយបានទេមិនអាចត្រូវជ្រេះស៊ីបានទេមិនអាចបាត់បង់បានទេហើយក៏មិនអាចត្រូវបានគេលួចដែរលោកសាវកពេត្រុសរំលឹកយើងនៅក្នុងព្រះគម្ពីរពេត្រុសខ្សែទី1ចំពុក1ខ3ដល់ខ4ថាសូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់នៃយើងរាល់គ្នាដែលទ្រង់បានបង្កើតយើងឡើងជាថ្មីតាមសេចក្តីមេត្តាករុណាដ៏ធំរបស់ទ្រង់ដើម្បីឲ្យយើងរាល់គ្នាបានសេចក្តីសង្ឃឹមដ៏រស់ដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់រស់ពីស្លាប់ឡើងវិញហើយឲ្យយើងបានមរតកដែលមិនចេះពុករលួយក៏ឥតសៅមងហើយមិនដែលស្រពោនឡើយជាមរតកដែលបំរុងទុកឲ្យយើងរាល់គ្នានៅឯនគរឋានសួគ៌មរតកគឺសំដៅលើរង្វាន់យើងនៅឯនគរឋានសួគ៌ហើយមិនស្រពោនឥតសៅមងមិនរលួយអត់ខូចខាតអីទេនៅឯនគរឋានសួគ៌លោកអ្នកបងប្អូនសូមពិចារណាអំពីលក្ខណៈបណ្ដោះអាសន្ននៃសមិទ្ធផលនៅលើផែនដីនេះអត្តពលិកអូឡ িম্প ិកបានហ្វឹកហាត់អស់ជាច្រើនឆ្នាំដើម្បីឈ្នះមេដាយទទួលបាននៅរង្វាន់ថ្នាក់ជាតិឬក៏កម្រិតពិភពលោកហើយរង្វាន់នោះនៅចុងបំផុតវារលាយទៅវារលួយទៅវាខូចអស់ទៅវាលែងមានគុណភាពអីចឹងទៅគណៈអ្នកដឹកនាំអាជីវកម្មធ្វើការដោយមិនចេះនឿយហត់ដើម្បីកសាងក្រុមហ៊ុនដែលអាចនឹងមិនអាចរស់រានមានជីវិតដល់មនុស្សជំនាន់ក្រោយដែលអាចនឹងមិនអាចរស់រានមានជីវិតដល់មនុស្សជំនាន់ក្រោយគាត់ខំបង្កើតក្រុមហ៊ុនហើយ100ឆ្នាំក្រោយមកក្រុមហ៊ុនហ្នឹងរលាយបាត់ទៅឬក៏ខូចខ្សែធនអីចឹងទៅសូម្បីតែទ្រព្យសម្បត្តិនៅលើផែនដីដ៏ស្រស់ស្អាតបំផុតទេនេះប្រហែលខែយើងឃើញគេបង្កក់ទ្រព្យសម្បត្តិរបស់លោកម្នាក់ឈ្មោះចិនស៊ីជាមេអក្រិតកម្មតាមបណ្ដាញសង្គមហ្នឹងគាត់ប្រមូលលុយបានច្រើនអាលុយហ្នឹងកំពុងតែធ្វើទុកគាត់ចឹងណាសូម្បីតែទ្រព្យសម្បត្តិនៅលើផែនដីដ៏ស្រស់ស្អាតបំផុតត្បូងដ៏មានតម្លៃស្នាដៃសិល្បៈអគារអស្ចារ្យទាំងអស់នឹងរលាយបាត់ទៅនៅថ្ងៃណាមួយជាក់ជាមិនខានលោកអ្នកបងប្អូនមានដែរឃើញទូកណូអេអត់ថ្ងៃហ្នឹងអត់មានណាឃើញទូកណូអេទេបើវានៅឃើញប៉ុន្តែវាអត់នៅអញ្ចឹងលោកអ្នកបងប្អូនដែលទៅលេងទីក្រុងនីនីវេអត់នីនីវេពីដើមជាទីក្រុងដ៏មហិមាណាទីក្រុងបាប៊ីឡូនទេដែលទៅអត់ដែលឃើញអត់ហើយសពថ្ងៃនៅអត់ទេវារលាយបាត់អស់ដូចជាព្រះវិហាររបស់សាសាមារីដែលគេសាងសង់នៅក្នុងទឹកដីអ៊ីស្រាអែលនោះអ៊ីស្រាអែលខាងជើងនោះមានសល់ឯណារលាយបាត់អស់ប៉ុន្តែរង្វាន់ដ៏នៅអស់កលរបស់យើងគឺខុសពីរង្វាន់ដែលលោកីផ្ដល់ឲ្យរង្វាន់របស់យើងត្រូវបានរក្សាទុកនៅណារក្សាទុកនៅឯនគរស្ថានសួគ៌ហើយនគរស្ថានសួគ៌គឺជាកន្លែងដែលមានសុវត្ថិភាពដែលត្រូវបានការពារយ៉ាងហ្មត់ចត់និងធានាដោយចរិតលក្ខណៈរបស់ព្រះជាម្ចាស់ផ្ទាល់គ្មានអ្វីអាចកាត់បន្ថយឬបន្ថោបង្អន់គុណភាពរង្វាន់នោះបានឡើយគ្មានវិបត្តិសេដ្ឋកិច្ចពិភពលោកណាប៉ះពាល់ដល់រង្វាន់នោះបានទេចង់ពិភពលោកមានវិបត្តិសេដ្ឋកិច្ចកលាប់ចាក់ប្រមាណជុំក៏ដោយក៏មិនប៉ះពាល់ដល់រង្វាន់នោះដែរគ្មានចៅណាអាចចូលទៅលួចបានទេហើយក៏គ្មានកណ្ដៀកោកណ្ដោកាត់ឯណាចូលទៅបំផ្លាញហើយច្រេះក៏មិនអាចទៅស៊ីបំផ្លាញរង្វាន់ដែលនៅឯនគរឋានសួគ៌នោះបានឡើយចំណុចគោលអំពីលក្ខណៈសម្បត្តិរបស់រង្វាន់ដ៏អស្ចារ្យជានិច្ចហ្នឹងរួមបញ្ចូលនៅព្រះវត្តមានរបស់ព្រះជាម្ចាស់រង្វាន់ដ៏អស្ចារ្យជានិច្ចគឺមានព្រះវត្តមានរបស់ព្រះជាម្ចាស់គង់នៅជាមួយទិដ្ឋភាពដ៏អស្ចារ្យបំផុតនៃរង្វាន់ដ៏អស្ចារ្យរបស់យើងមិនមែនជាកន្លែងឬជារបស់ណាមួយនោះទេគឺជាព្រះវត្តមានរបស់ព្រះជាម្ចាស់ផ្ទាល់តែម្ដងនៅក្នុងព្រះគម្ពីរវិវរណៈជំពូក21ខ4ទៅដល់ខសំទោខ3ទៅដល់ខ4ផ្ដល់ឲ្យយើងនៅការសន្យាដ៏រុងរឿងដ៏អស្ចារ្យដ៏មហិមាមួយថា
ខ្ញុំមានលឺសំឡេងមួយយ៉ាងខ្លាំងចេញពីស្ថានសួគ៌មកថាមើលរោងអបោសុតរបស់ព្រះបាននៅជាមួយនឹងមនុស្សហើយទ្រង់នឹងគង់នៅជាមួយនឹងគេនឹងធ្វើជារាជរបស់ទ្រង់ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែកពីភ្នែកគេចេញនឹងគ្មានសេចក្តីស្លាប់ឬសេចក្តីសោកសង្រេងឬសេចក្តីយំទួញឬទុក្ខលំបាកណាទៀតឡើយត្បិតសេចក្តីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយនេះជាព្រះបន្ទូលរបស់ព្រះដ៏មានប្រជញ្ញរួមរង្វាន់ចុងក្រោយគឺជារង្វាន់នៃការរួបរวมគ្នាដែលមិនអាចបំបែកបានជាមួយនឹងអ្នកដែលបង្កើតយើងរង្វាន់ចុងក្រោយគឺជារង្វាន់ដែលយើងត្រូវទៅនៅប្រកិតគៀកស្និទ្ធមុខទល់នឹងមុខជាមួយនឹងព្រះជាម្ចាស់ដែលមិនអាចបំបែកយើងចេញពីព្រះអង្គបានទេរង្វាន់ចុងក្រោយគឺយើងលែងមានឧបសគ្គដែលបណ្ដាលមកពីអំពើបាបទៀតហើយលែងមានគម្លាតលែងមានចម្ងាយដែលបង្កើតឡើងដោយសារតែកំណត់របស់យើងទៀតហើយលែងមានការឆ្ងល់ថាតើព្រះឬការអធិដ្ឋានរបស់យើងទៀតទេលែងខ្វល់ខ្វាយពីការតស៊ូរបស់យើងទៀតហើយយើងនៅជាមួយនឹងទ្រង់ដោយមុខទល់មុខវិញអាមែនយើងនឹងនៅជាមួយព្រះអង្គដោយមុខទល់មុខដោយចិត្តទល់នឹងចិត្តក្នុងសន្តាននៃការរួបរวมដ៏ល្អឥតខ្ចោះសម្រាប់ភាពអស់កលជានិច្ចអាមែនអរគុណព្រះអង្គរង្វាន់របស់យើងនៅជាមួយព្រះវត្តមានរបស់ព្រះមានវត្តមានគង់នៅជាមួយយើងនេះមានន័យថារាល់បំណងប្រាថ្នានៃដួងចិត្តរបស់យើងនឹងត្រូវបានបំពេញរាល់សំណួរនឹងត្រូវបានឆ្លើយការឈឺចាប់ទាំងអស់នឹងត្រូវបានព្យាបាលទឹកភ្នែកទាំងអស់នឹងត្រូវបានជូតចេញព្រះដែលស្រឡាញ់យើងច្រើនជាងអ្វីដែលយើងអាចស្រមៃបានទ្រង់នឹងคล้ายមកជាដៃគូព្រះដែលស្រឡាញ់យើងដ៏អត់លក្ខខណ្ឌនោះទ្រង់នឹងคล้ายមកជាដៃគូដ៏អស់កលជានិច្ចជាមួយយើងទ្រង់នឹងคล้ายមកជាសេចក្តីអំណរដ៏អស់កលជានិច្ចរបស់យើងទ្រង់នឹងคล้ายមកជាសន្តិភាពដ៏ល្អឥតខ្ចោះរបស់យើងអាមែនចប់សេចក្តីពិតទី1យើងចូលសេចក្តីពិតទី2សេចក្តីពិតដ៏សំខាន់ទី2របៀបដែលទស្សនៈដ៏អស់កលផ្លាស់ប្ដូរបច្ចុប្បន្នរបស់យើងបច្ចុប្បន្នភាពរបស់យើងចំណុចកវាកំណត់ឡើងវិញនៅទុក្ខវេទនារបស់យើងនៅពេលដែលយើងយល់យ៉ាងច្បាស់អំពីទំហំនៃរង្វាន់ដ៏អស់កលជានិច្ចរបស់យើងវាផ្លាស់ប្ដូរទាំងស្រុងនៅរបៀបដែលយើងមើលឃើញពីការលំបាកបច្ចុប្បន្នរបស់យើងព្រះគម្ពីររ៉ូមជំពូក8ខ18បានប្រកាសថាខ្ញុំរាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះថាជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសេរីល្អដែលនឹងបើកសម្ដែងមកឲ្យយើងរាល់គ្នាឃើញនោះទេនេះមិនមែនមានន័យថាការឈឺចាប់របស់យើងមិនពិតអ្វីនោះទេយើងពិតជាទទួលបាននូវការឈឺចាប់មែននេះមិនមែនមានថាយើងគួរកាត់បន្ថយការតស៊ូរបស់យើងទេយើងមានការតស៊ូស្វិតស្រាញមែនផ្ទុយទៅវិញលោកអ្នកបងប្អូនហើយវាមានន័យថាយើងអាចស៊ូទ្រាំនឹងការទាំងនោះដោយក្តីសង្ឃឹមទោះបីជាមានការលំបាកលំបិនទោះបីជាមានសេចក្តីវេទនានៅក្នុងស្ថានភាពបច្ចុប្បន្ននេះក៏ដោយយើងអាចស៊ូទ្រាំនឹងការទាំងនោះដោយក្តីសង្ឃឹមអាមែនយើងអាចស៊ូទ្រាំដោយក្តីសង្ឃឹមពីព្រោះយើងដឹងថាការលំបាកនឹងអ្វីដែលយើងកំពុងជួបប្រទះនឹងវាស្រាលទេវាមួយផ្លែតទេវាគ្រាន់តែជាលក្ខណៈបណ្ដោះអាសន្នទេអញ្ចឹងយើងអាចស៊ូទ្រាំដោយក្តីសង្ឃឹមយើងមានគោលបំណងជាក់លាក់ច្បាស់លាស់លោកអ្នកបងប្អូនដូចជាស្ត្រីដែលកំពុងតែសម្រាលកូនគាត់ឈឺចាប់ណាគាត់ឈឺចុកចាប់ហើយគាត់ស៊ូទ្រាំពីព្រោះគាត់ដឹងថាគាត់នឹងបានកូនមួយមកគាត់កំពុងតែឆ្លងទន្លេគាត់ថាគាត់នឹងសម្រាលបានកូនមួយជាប្រុសក្តីជាស្រីក្តីហើយគាត់ពេលដែលកូនសម្រាលចេញមកគាត់ត្រឡប់ទៅជាមានសេចក្តីអំណរវិញឯការឈឺចាប់នោះលែងមានទៀតហើយគាត់បីកូនរបស់គាត់អោបកូនរបស់គាត់ថើបកូនរបស់គាត់មានសេចក្តីអំណរយើងទាំងអស់គ្នាលោកអ្នកបងប្អូនយើងអាចស៊ូទ្រាំនឹងការលំបាកបច្ចុប្បន្ននេះពីព្រោះយើងដឹងថាការទាំងនោះកំពុងបង្កើត
នៅភាពស្រស់ស្អាតមួយសម្រាប់យើងនៅក្នុងអនាគតកាលសូមពិចារណាអំពីរឿងរ៉ាវរបស់ម្នាក់ឈ្មោះ Corrie ten Boom Corrie ten Boom នេះគាត់ត្រូវបានគេចាប់យកទៅដាក់នៅក្នុងជំរំទ័ពរបស់កងទ័ព Nazis ហើយជាច្រើនឆ្នាំក្រោយមកគាត់ត្រូវបានគេដោះលែងឡើងចេញមកវិញហើយគាត់បានសរសេរសំណេរប្រមាណប្រយោគថាបើអ្នកក្រឡេកមើលពិភពលោកអ្នកនឹងមានទុក្ខព្រួយបើអ្នកក្រឡេកមើលខាងក្នុងអ្នកនឹងធ្លាក់ទឹកចិត្តបើអ្នកក្រឡេកមើលព្រះអ្នកនឹងបានសម្រាកអាមែនបើយើងក្រឡេកមើលព្រះយើងនឹងបានសម្រាកព្រះទ្រង់មានព្រះបន្ទូលនៅក្នុងព្រះគម្ពីរម៉ាថាយថាឲ្យអ្នកនៅព្រោះឲ្យមានទុកធ្ងន់ចូលមកឲ្យខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាកមិនចឹងណាចូលទទួលនឹងខ្ញុំចូលរៀននឹងខ្ញុំចុះអីសពបែបយ៉ាងឲ្យយើងសម្រាកទាំងប្រលឹងផងបើអ្នករាល់គ្នាក្រឡេកមើលពិភពលោកអ្នកនឹងមានទុក្ខព្រួយបើអ្នកក្រឡេកមើលមកខាងក្នុងអ្នកនឹងធ្លាក់ទឹកចិត្តបើអ្នកក្រឡេកមើលព្រះអ្នកនឹងបានសម្រាកទេសនាដ៏អស្ចារ្យរបស់គាត់បានជួយគាត់មិនត្រឹមតែឲ្យរួចផុតពីសេចក្តីវេទនាទេហើយបានជួយគាត់ឲ្យនឹកស្មានមិនដល់ផងប៉ុន្តែថែមទាំងឲ្យគាត់คล้ายទៅជាសេចក្តីសង្ឃឹមនិងអភ័យទោសដល់មនុស្សរាប់លានអ្នកទៀតនៅក្នុងព្រះគម្ពីរយ៉ាកុបជំពូក1ខ2ទៅដល់ខ4បានលើកទឹកចិត្តយ៉ាងថាបងប្អូនអើយកាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងនោះត្រូវរាប់ជាសេចក្តីអំណរសប្តិគ្រប់វិញដោយដឹងថាការលបងលោមើលសេចក្តីជំនឿនៃអ្នករាល់គ្នានោះនាំបង្កើតឲ្យមានសេចក្តីខ្ជាប់ខ្ជួនចូលទុកឲ្យសេចក្តីខ្ជាប់ខ្ជួននោះបានធ្វើការឲ្យសម្រេចពេញលេញចុះដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខហើយពេញខ្នាតឥតខ្វះអ្វីឡើយអាមែនការសាកល្បងរបស់យើងលោកអ្នកបងប្អូនហើយការសាកល្បងរបស់យើងមិនមែនគ្រាន់តែជាឧបសគ្គដែលត្រូវស៊ូទ្រាំនោះទេប៉ុន្តែវាជាឧបករណ៍ដែលព្រះប្រើដែលព្រះប្រើដើម្បីបង្កើតឲ្យយើងទៅជារូបភាពនៃព្រះរាជបុត្រារបស់ព្រះគឺព្រះយេស៊ូវនេះព្រះប្រើការលំបាកប្រើឲ្យការលបងផ្សេងបង្កើតឲ្យមានទៅជាឧបសគ្គនឹងជាឧបករណ៍ដែលព្រះកំពុងតែសម្រួចកំពុងតែរចនាកំពុងតែប៉ាន់ឆ្នៃយើងឲ្យដូចជាព្រះយេស៊ូវគ្រីស្ទឲ្យមានលក្ខណៈសម្បត្តិដូចជាព្រះយេស៊ូវគ្រីស្ទដូចជាព្រះរាជបុត្រារបស់ទ្រង់ដូចជារូបភាពនៃព្រះរាជបុត្រារបស់ទ្រង់រាល់ការលំបាកដែលយើងប្រឈមមុខជាមួយនឹងជំនឿคล้ายជាការវិនិយោគលើចរិតលក្ខណៈដ៏អស្ចារ្យរបស់យើងរង្វាន់ដែលយើងកំពុងទន្ទឹងរង់ចាំមិនមែនគ្រាន់តែជាអ្វីដែលយើងនឹងទទួលបាននោះទេប៉ុន្តែយើងនឹងคล้ายជាអ្នកដែលនឹងคล้ายទៅជាម្នាក់នៅក្នុងដំណើរការរបស់ទ្រង់មិនត្រឹមតែរង្វាន់ដែលយើងកំពុងរង់ចាំទទួលនោះទេយើងនឹងคล้ายទៅជាម្នាក់នៅក្នុងដំណើរការរបស់ទ្រង់ដែលព្រះអង្គកំពុងតែប៉ាន់ឆ្នៃយើងចំណុចខវាជំរុញការបម្រើលះបង់ក្នុងការបម្រើក៏បានដែរនៅពេលដែលយើងមានចក្ខុវិស័យច្បាស់លាស់អំពីរង្វាន់នៅអកលចនិករបស់យើងធ្វើឲ្យយើងមានឆន្ទៈក្នុងការលះបង់នៅក្នុងបច្ចុប្បន្នកាលនេះដែលអ្នកដទៃមើលមកថាយើងជាមនុស្សឆ្កួតជាមនុស្សលីលាម្នាក់ហ្នឹងក្រសោះអត់សូវមានអីច្រកឆ្នាំងទេប៉ុន្តែខំលះបង់ដើម្បីព្រះយេស៊ូវអីម៉េចបាទសុខចិត្តអត់ឃ្លានមានស៊ីហើយឲ្យតែបងប្អូនពួកជំនុំគាត់ហើយល្អប្រសើរលោកកៃគេមើលមកម្នាក់ឈួតសតល្ងងល្ងីល្ងើពពថ្ងៃប៉ុន្តែលោកកៃគេថាទៅមិនបាច់ទៅឈឺក្បាលហាលថ្ងៃទេនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក19ខ29ព្រះយេស៊ូវសន្យាថាអស់អ្នកដែលលះចោលផ្ទះសម្បែងឬបងប្អូនប្រុសស្រីឪពុកម្ដាយប្រពន្ធកូនឬស្រែចម្ការដោយយល់ដល់ឈ្មោះខ្ញុំនោះនឹងបានជា100ភាគឡើងវិញហើយនឹងបានគ្រងជីវិតអកលជានិច្ចទុកជាមរតកដែរតែនឹងមានមនុស្សមុនទៅជាក្រោយជាច្រើនហើយនឹងមានមនុស្សក្រោយទៅជាមុនវិញនេះមិនមែនមានន័យថាយើងបោះបង់ចោលការទទួលខុសត្រូវរបស់យើងទេឬមិនអើពើនឹងក្រុមគ្រួសារអ្វីនោះក៏មិនទេដែរផ្ទុយទៅវិញមានន័យថាយើងមានឆន្ទៈយើងមានបំណង
មានចិត្តប្រាថ្នាដាក់នគររបស់ព្រះជាមុនសិនទោះបីជាធ្វើឲ្យយើងខាត់បងអ្វីៗក៏ដោយយើងដាក់នគរព្រះជាមុនសិនឈើឆ្កាងនៅខាងមុខលោកីនៅខាងក្រោយណាយើងអាចជ្រើសរើសការងារដែលមានប្រាក់ខែទាបជាងដែលអនុញ្ញាតឲ្យយើងបម្រើក្នុងកិច្ចបម្រើយើងទៅធ្វើការមានប្រាក់ខែច្រើនអត់មានពេលមកព្រះវិហារអត់មានពេលធ្វើពន្ធកិច្ចអត់មានពេលប្រកាសដំណឹងល្អអត់មានពេលអធិដ្ឋានអានព្រះបន្ទូលអត់មានពេលច្រៀងសំបីដង្វាយក៏អត់ថ្វាយមកព្រះដែរយល់ទេអញ្ចឹងយើងសុខចិត្តយកប្រាក់ខែទាបជាងដែលអនុញ្ញាតឲ្យយើងបម្រើក្នុងកិច្ចបម្រើព្រះវិញយើងអាចបរិច្ចាគដោយសប្បុរសដល់កិច្ចការរបស់ព្រះទោះបីជាថវិការបស់យើងមានកំណត់ក៏ដោយលោកអ្នកបងប្អូនណែថវិការបស់លោកមានប្រមាណក៏ដោយតិចឬច្រើនក៏ដោយលោកអ្នកត្រូវតែរំលែកដោយសេចក្តីសប្បុរសខ្លះថ្វាយទៅព្រះកុំខ្លាចថាតិចថ្វាយទៅព្រះទៅអត់លុយបងផ្ទះឈ្នួលអត់លុយបងថ្លៃទឹកថ្លៃភ្លើងអត់លុយធ្វើនេះធ្វើនោះមិនអត់ទេព្រះដែលយើងព្រះអង្គគឺជាព្រះដែលផ្គត់ផ្គង់ព្រះយេស៊ូវមានព្រះបន្ទូលសន្យាយ៉ាងណាគឺមិនប្រែប្រួលឡើយឲ្យតែលោកអ្នកហ៊ានហើយសប្បុរសនៅក្នុងការថ្វាយយើងអាចចំណាយពេលវេលាវិស្មការព្រះរវាកងពេលវេលាវិស្មការរបស់យើងក្នុងដំណើរបេសកកម្មជំនួសឲ្យការជិះទូកជិះម៉ូតូជិះឡានដើរកម្សាន្តលេងផ្សេងលោកអ្នកបងប្អូនគាត់ធ្វើការអ្នកខ្លះក៏ធ្វើការ5ថ្ងៃអ្នកខ្លះក៏ធ្វើការ6ថ្ងៃគាត់មាន1ថ្ងៃ2ថ្ងៃគាត់ណាត់គ្នាដើរលេងទៅបោះតង់អីធ្វើចងជំរុំអីសាក់ថ្មជីវិតអីហោហែទៅញ៉ាំនេះញ៉ាំនោះចំណាយពេលដើរចូលដើរឡើងអីហ្នឹងជារឿងរបស់គាត់ទេប៉ុន្តែចំពោះយើងបើអាចចំណាយពេលវិស្មការរបស់យើងធ្វើដំណើរទៅបំពេញបេសកកម្មវិញទៅធ្វើបេសកកម្មផ្សាយដំណឹងល្អវិញទៅជួយសង់ផ្ទះឲ្យអ្នកក្រីក្រវិញទៅបោសផ្ទះឲ្យចាស់ជរាវិញទៅដាំបាយបោកសម្លៀកបំពាក់ឲ្យជនពិការវិញវាជាបេសកកម្មមួយល្អប្រសើរនៅពេលយើងធ្វើអញ្ចឹងពិភពលោកមើលមកយើងទៀតណាអានឹងធ្វើអញ្ចឹងឈួតមកគេមានពេលវេលាគេទៅស៊ីផឹកណាជប់លាគ្នាជប់អីណាបងប្អូនណាជប់ស្រីស្នេហ៍ជប់អីស្អីណាខ្លាំងម្រែអីណាសបាយសឹងស្លាប់សបាយសឹងងាប់សបាយសឹងស្លាប់សបាយសឹងងាប់អត់ទៅទេនឹងឲ្យគាត់ទៅចោះប៉ុន្តែយើងធ្វើរបៀបយើងជាគ្រីស្ទបរិស័ទវិញគេមើលមកយើងថាយើងល្ងងខ្លៅប៉ុន្តែយើងមិនរស់នៅដើម្បីអ្នកណាថាយើងជាមនុស្សឆ្លាតអ្នកណាថាយើងជាមនុស្សល្ងងខ្លៅយើងមិនរស់នៅដើម្បីផ្គាប់ចិត្តគាត់ទេគាត់ថាយើងល្ងងខ្លៅក៏ល្ងងខ្លៅទៅចុះគាត់ថាយើងឆ្លាតក៏ឆ្លាតទៅចុះអានឹងតាមតែពាក្យសម្ដីរបស់គាត់និយាយចេញមកពីបបោមាត់ទេព្រោះអ្នកដែលមានមាត់មានអីមានអណ្ដាតអាចកលាស់បានកលាស់ហើយគ្មានអ្នកណាហាមខុសទេតែកលាស់មិនស្រួលគេចាប់ដូចឯមុនអញ្ចឹងចំពោះយើងកំពុងរស់នៅដើម្បីរង្វាន់ដ៏អស្ចារ្យជានិច្ចយើងដឹងច្បាស់ថាយើងកំពុងតែរស់នៅអស្ចារ្យជានិច្ចសូមពិចារណាអំពីអ្នកផ្សព្វផ្សាយដំណឹងល្អដែលគាត់ចេញទៅពីជីវិតស្រណុកសុខស្រួលរបស់គាត់នៅអាមេរិកមានពួកអាមេរិកជាច្រើនបងប្អូនស្ងួនភ្ងាយើងនៅអាមេរិកជាច្រើនគាត់បានចេញទៅផ្សាយដំណឹងល្អដោយគាត់លះបង់ភាពសំណុកសុខស្រួលរបស់គាត់នៅអាមេរិករស់នៅស្រួលគាត់មានផ្ទះធំទំនើងខ្ពស់គាត់ចង់ធ្វើអីក៏បានប៉ុន្តែគាត់អត់ទេគាត់ចាកចេញទៅប្រទេសក្រីក្រប្រទេសតក្តីលោកប្រទេសស្អីៗនេះដើម្បីប្រកាសដំណឹងល្អដែលមិនស្រួលសម្រាប់គាត់ទេគាត់ទៅផ្សាយដំណឹងល្អនៅភូមិដាច់ស្រយាលជាដើមយើងមើលអ្នកខ្លះគាត់មានចំនួនអាជីវកម្មធំស្កឹមស្កៃហើយឲ្យចិនដើអាជីវកម្មរបស់គាត់ចង្វាក់អាជីវកម្មរបស់គាត់ហ្នឹងសង្វាក់អាជីវកម្មរបស់គាត់ហ្នឹងកំពុងតែដំណើរការទៅល្អប៉ុន្តែគាត់ជ្រើសរើសប្រើជំនាញរបស់គាត់ហ្នឹងមកបម្រើព្រះវិញគាត់មានជំនាញក្នុងការធ្វើអាជីវកម្មប៉ុន្តែគាត់ជ្រើសរើសមកបម្រើព្រះវិញអញ្ចឹងទៅសូមពិចារណាអំពីយុវជនដែលចំណាយពេលវិស្មកាលនៅនីតិខៈរដូវរបស់ពួកគេគាត់អត់ទៅណាគាត់ទៅដើរសាងសង់ផ្ទះឲ្យជនក្រីក្រគាត់ទៅជំនួសឲ្យការដើរជប់លៀងគាត់ទៅសង់ផ្ទះឲ្យអ្នកក្រីក្រអញ្ចឹងណាជំរឿនទាំងអស់នេះជាហេតុផលដែលយើងរងចាំរង្វាន់ដ៏អស្ចារ្យជានិច្ចចំណុចគោវាបង្កើតការស៊ូទ្រាំដោយអត់ធ្មត់
ព្រះគម្ពីរហេព្រើរចំពុក10ខ35ដល់ខ36ដាស់តឿនយើងថាដូច្នេះកុំឲ្យបោះបង់ចោលសេចក្តីក្លាហានរបស់អ្នករាល់គ្នាដែលមានរង្វាន់ជាធំនោះឡើយត្បិតអ្នករាល់គ្នាត្រូវការនឹងសេចក្តីអត់ធ្មត់ដើម្បីឲ្យបានទទួលសេចក្តីដែលបានសន្យាដោយធ្វើតាមព្រះហត្ថីព្រះនៅក្នុងវប្បធម៌របស់យើងមនុស្សពេញចិត្តនឹងអ្វីដែលភ្លាមអត់ធ្មត់ទេណាចង់បានអាហារឆ្អិនភ្លាមអ៊ីនធឺណិតដើរលឿនភ្លាមធ្វើអីរហ័សលោកអ្នកបងប្អូនហើយការអត់ធ្មត់បានคล้ายទៅជាគុណធម៌ដ៏កម្រមួយដោយសារតែយើងត្រឡប់ទៅជាមនុស្សចង់បានអីភ្លាមរហ័សអញ្ចឹងណាបាទអញ្ចឹងអាការអត់ធ្មត់វាคล้ายទៅជាវប្បធម៌វាคล้ายទៅជាគុណធម៌ដ៏កម្រមួយសម្រាប់មនុស្សនៅលើពិភពលោកយើងចង់បានលទ្ធផលភ្លាមការជួសជុលរហ័សនិងដំណោះស្រាយរហ័សប៉ុន្តែនគររបស់ព្រះដំណើរការមិនដូចជាពេលវេលានៅលើផែនដីទេมันភ្លាមដូចអ្វីដែលយើងចង់បានយើងគិតនោះទេក្របពូជលោកអ្នកបងប្អូនហើយក្របពូជត្រូវការពេលវេលាដើម្បីលូតលាស់យើងអ្នកស្រែខ្ញុំធ្លាប់ធ្វើស្រែដែរស្រូវវាមានប្រភេទស្រូវ3ខែនិងស្រូវ6ខែហើយក្របពូជស្រូវដែលដាំបានទិន្នផលលឿនគឺ3ខែឬក៏ប្រភេទស្រូវប្រាំងអីចឹងទៅហើយស្រូវមួយចំនួនទៀតវាអាចចំណាយពេលរយៈដល់ទៅ6ខែ7ខែអញ្ចឹងទើបយើងប្រមូលផលវាបានចរិតលក្ខណៈត្រូវការពេលវេលាដើម្បីអភិវឌ្ឍដែរចរិតលក្ខណៈរបស់យើងណាផ្លែឈើខាងវិញ្ញាណត្រូវការពេលវេលាដើម្បីទុំដែរព្រះឲ្យយើងបង្កើតផលផ្លែខាងវិញ្ញាណយើងបង្កើតបានហើយប៉ុន្តែកើតមកដំបូងនោះវាទៅតែក្តាប់ទេអញ្ចឹងណាបើវាទៅតែក្តាប់ទេហើយវាបន្ទាប់មកវាដាក់ម្សៅដាក់អីទៅជារៀងចាស់បន្តិចទៅជារៀងសកៀលទៅជាទុំអីហូរហើយអញ្ចឹងវាត្រូវការពេលវេលាដើម្បីទុំនៅពេលយើងទន្ទឹងរង់ចាំរង្វាន់ដ៏អស់កលជានិច្ចយើងអាចរង់ចាំដោយអត់មុតយើងមិនសួរថាដឹងកាលទេរង្វាន់អស់កលជានិច្ចហ្នឹងដឹងមកកាលទេយូរហើយជឿព្រះយេស៊ូវគ្រីស្ទ30ឆ្នាំដោយអត់ទាន់ឃើញមានរង្វាន់អស់កលទេផងសូមអត់ធ្មត់នៅក្នុងភាសាកថ្លៃគេថាសូមមេត្តារងចាំអញ្ចឹងណាសូមអត់ធ្មត់យើងអាចបន្តបម្រើដោយស្មោះត្រង់ទោះបីជាយើងមើលមិនឃើញក៏ដោយមិនដឹងមកពេលណាក៏ដោយយើងនៅតែបន្តដោយស្មោះត្រង់ទោះបីជាយើងមិនឃើញលទ្ធផលភ្លាមក៏ដោយចុះយើងអាចបន្តស្រឡាញ់មនុស្សដែលយើងពិបាកស្រឡាញ់មនុស្សដែលពិបាកស្រឡាញ់យើងនៅតែបន្តស្រឡាញ់គាត់យើងនៅតែបន្តរាប់អានគាត់ទោះបីជាគាត់មើលទៅពិបាកនឹងផ្លាស់ប្ដូរខ្ញុំទៅអធិដ្ឋានប្រចាំខែម្សិលមិញមានបងម្នាក់គាត់ហើយនិយាយប្រាប់ខ្ញុំថាគ្រូអើយខ្ញុំលែងខលហៅគាត់មកអធិដ្ឋានទៀតហើយខ្ញុំដូចជាខ្មាស់គាត់ណាហៅគាត់ច្រើនដងហើយគាត់អត់មកអញ្ចឹងណាគាត់អត់មកខ្ញុំឈប់ហៅឈប់អីលេងហៅលេងអីខ្ញុំថាសូមអត់ធ្មត់ហៅតលតែគាត់មកណាកុំបោះបង់ចោលគាត់ហៅតលតែគាត់មកចង់ខែណាមួយគាត់គិតថាបងអ្នកនឹងហៅខ្ញុំយូរដូចអៀនគាត់ណាទៅមួយគាត់ម្ដងដល់មកម្ដងចាប់មាត់ចាប់អារម្មណ៍នឹងរសជាតិនៃការទិដ្ឋានហ្នឹងមករហូតក៏មិនដឹងយើងមើលមិនឃើញព្រះធ្វើការអស្ចារ្យក្នុងជីវិតគាត់ក៏យើងអត់ដឹងអញ្ចឹងយើងត្រូវតែអត់ធ្មត់យើងអាចបន្តគោរពកោតខ្លាចព្រះបានទោះបីជាបញ្ញត្តិរបស់ទ្រង់ដូចជានាំមកនៅការលំបាកជាច្រើនជាងពរជ័យព្រះបន្ទូលរបស់ទ្រង់យើងមើលទៅដូចជាលំបាកបញ្ញត្តិរបស់ទ្រង់ដែលយើងកាន់តាមនោះដូចជាលំបាកច្រើនជាងពរជ័យទោះបីជាលំបាកលំបិនយ៉ាងណាក៏ដោយយើងនៅតែបន្តគោរពកោតខ្លាចព្រះជាម្ចាស់គោរពកោតខ្លាចព្រះជាម្ចាស់ស្គាល់លោកណូអេបាទសូមយើងឲ្យគិតអំពីលោកណូអេគាត់សង់ទូកមិនមែនសង់មួយថ្ងៃទេបាទគាត់សង់អស់រយៈពេលជាច្រើនទសវត្សរ៍បាទទសវត្សរ៍ហ្នឹងវា10ឆ្នាំច្រើនទសវត្សរ៍មាន
10 ឆ្នាំ 10 ឆ្នាំ 10 ឆ្នាំនោះអាចទៅជា100 ឆ្នាំឲ្យជាងចឹងទៅលោកណូអេគាត់សង់ទូកច្រើនទសវត្សរ៍ហើយខណៈពេលដែលគាត់សង់ទូកនោះអ្នកចិត្តខាងរបស់គាត់សើចចំអកមើងងាយអាមួយនឹងឈួតសតមកហើយខែប្រាំងចេះថ្ងៃបើកចេះក្តៅសឹងជ្រុះសក់ហើយទៅសង់ទូកសង់អីតាំងពីម៉ែដូនតាអញកើតមកវាមិនដែលអាណាទៅភ្លៀងជន់លិចផែនដីយ៉ាងច្រើនស្ទះលូនទិញទួយណាវាមិនមែនតែជន់អីណារាប់ឆ្នាំទៅធ្វើទូកអីចឹងទេឈួតហ្មងណាអ្នកចិត្តខាងរបស់គាត់សើចចំអកលក់លើយមើងងាយគាត់សូមគិតអំពីលោកអាប់រ៉ាហាំមើលលោកអាប់រ៉ាហាំព្រះបានត្រាស់ហៅគាត់ចេញពីទីក្រុងហារ៉ានមកគាត់មានអាយុ75ឆ្នាំហើយព្រះមានព្រះបន្ទូលសន្យាប្រាប់គាត់ថាឯងនឹងមានកូនដែលក្រុងមរតកកូនមួយណាកូនតាមព្រះបន្ទូលសន្យាអាប់រ៉ាហាំចាំបាត់ស្ងាត់ដំណឹងតតែ25ឆ្នាំក្រោយមកកូនសន្យាលេចមកផ្លោចគឺអ៊ីសាក់ណាបាទអ៊ីសាក់កើតមកក្នុងកាលដែលគាត់មានអាយុ100ឆ្នាំហើយប្រពន្ធគាត់នឹងដូចជា99ឆ្នាំអញ្ចឹងណាចឹងគាត់រងចាំអស់25ឆ្នាំសម្រាប់កូនប្រុសដែលកើតមកតាមព្រះបន្ទូលសន្យាហ្នឹងសូមគិតអំពីលោកឲ្យម៉ូសេបាទលោកម៉ូសេគាត់បានជ្រើសរើសយកទុក្ខវេទនាតាមពិតលោកម៉ូសេមិនត្រូវរងទុក្ខវេទនាពីព្រោះគាត់ជាកូនចិញ្ចឹមរបស់បុត្រីផារ៉ោននៅក្នុងព្រះបរមរាជវាំងបាទមានមនុស្សម្នាងមានស៊ីមានអីអត់ខ្វះទេកូនស្ដេចណាទៅហើយមានជាងកូនស្ដេចនោះប៉ុន្តែគាត់អត់ជ្រើសរើសនៅក្នុងព្រះបរមរាជវាំងគាត់ជ្រើសរើសយកសេចក្តីរងទុក្ខវេទនាជាមួយប្រជារាស្ត្ររបស់ព្រះជាងការសប្បាយរីករាយដ៏ខ្លីនៅក្នុងប្រទេសអេស៊ីបនោះយើងឃើញវីរៈបរោះនៃសេចក្តីជំនឿទាំងនឹងអាចស៊ូទ្រាំបានហេតុអីបានពួកគាត់អាចស៊ូទ្រាំបានពីព្រោះគាត់ទន្ទឹងរង់ចាំរង្វាន់ដល់នៅអកលជានិច្ចរង្វាន់នៅអកលជានិច្ចគាត់រង់ចាំរង្វាន់ទើបគាត់អាចធ្វើការទាំងអស់នឹងបានឥឡូវយើងចប់ចំណុចសេចក្តីសំខាន់ពិតទី2ហើយសេចក្តីពិតដ៏សំខាន់ទី2ហើយយើងផ្អាកប៉ុណ្ណេះសិនហើយសប្តាហ៍ក្រោយយើងចូលទី3ពីព្រោះម៉ោងយើងច្រើនហើយនិយាយយូរពេកលោកបងប្អូនចាំអត់អស់ហើយយើងនិយាយប៉ុណ្ណឹងសិនទៅយើងចាំជួបគ្នានៅក្នុងឱកាសគ្រាក្រោយទៀតឥឡូវសូមបានអធិដ្ឋានជាមួយខ្ញុំសិនបបិទ្ធព្រះយេស៊ូវដ៏ជាព្រះនៃទូលបង្គំពិតជាអរព្រគុណទ្រង់ដែលព្រះទ្រង់បានបង្រៀនយើងខ្ញុំតាមរយៈព្រះបន្ទូលនៅថ្ងៃនេះពិតជាមានសារៈសំខាន់ពិតជាយើងយល់ដឹងថារង្វាន់របស់លោកីនិងរង្វាន់របស់ព្រះអង្គមានលក្ខណៈអត់ដូចគ្នាព្រមចាយសូមឲ្យយើងខ្ញុំនៅតែរក្សាជំនឿទោះបីជាមានការលំបាកលំបិនវេទនាយ៉ាងណាក៏ដោយឲ្យនៅតែនៅជាប់ជាមួយព្រះអង្គឲ្យយើងខ្ញុំនៅតែអត់ធ្មត់នៅក្នុងការរងចាំដើម្បីចូលទៅឯនគរឋានសួគ៌ទទួលរង្វាន់ពីព្រះហស្ថរបស់ព្រះអង្គផ្ទាល់គុណសូមអរព្រគុណទ្រង់ហើយគុណសូមទូលថ្វាយការនេះក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនយើងរៀបចំនឹងវាយជាមួយគ្នាដើម្បីថ្វាយទៅព្រះនិយាយ